បាលតែងតែយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំកាយនិងកីឡាតាមរយៈក្រសួងអប់រំយុវជននិងកីឡាឲ្យស្របតាមគោលនយោបាយកំណែទម្រង់វិស័យអប់រំក្នុងគោលដៅឲ្យវិស័យអប់រំកាយនិងកីឡាក្លាយជាកម្មវត្ថុនៃការកសាងគុណភាពជីវិតនិងសុខុមាលភាពសង្គមព្រមទាំងបង្កើនគុណភាពនិងគុណផលកីឡាឈានទៅការប្រកួតប្រជែងស្វែងរកឧត្តមភាពកីឡាជាតិលើឆាកអន្តរជាតិឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញកំណែទម្រង់វិស័យអប់រំកាយនិងកីឡាដោយផ្ដោតលើចំណុចអាទិភាពសំខាន់ៗចំនួន6ចំណុចដូចខាងក្រោម 1. ការបន្តជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា 2. ការបន្តអភិវឌ្ឍធនធានមនុស្សកសាងក្រុមកីឡាថ្នាលឆ្ពោះទៅឆ្នាំ2031ដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតយុវជនអាស៊ីហ្គេមលើកទី5ឆ្នាំ2031 The Asian Youth Game 2031 3. ការបន្តកំណែទម្រង់នៃការប្រកួតគ្រប់ប្រភេទនិងជំរុញការចូលរួមប្រកួតលក្ខណៈអន្តរជាតិនានា 4. ការបន្តផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិនិងអនុវត្តនិយមវិតម្លៃសហព័ន្ធជាតិ 5. ការលើកកម្ពស់ការអប់រំកាយនិងកីឡានៅតាមសាលារៀនក្នុងនោះវិស័យអប់រំកាយនិងកីឡាគឺជាសមាសធាតុដ៏សំខាន់មួយក្នុងការជំរុញគុណភាពអប់រំពីព្រោះសុខភាពល្អរបស់កុមារសិស្សនិស្សិតត្រូវការចាំបាច់ធ្វើសកម្មភាពអប់រំកាយនិងកីឡាជាប្រចាំ6កំណែទម្រង់បដិវត្តកម្ម Digital ដើម្បីអនុវត្តការងារកំណែទម្រង់ទាំង6ខាងលើក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវសកម្មភាពសូចនាករនិងផែនការសកម្មភាពសំខាន់ៗដូចតទៅក្រសួងផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិចំនួន51ដើម្បីពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិលើ3ចំណុចលើការងាររដ្ឋបាលការងារបណ្ដុះបណ្ដាលគ្រូបង្វឹកចៅក្រមអាជ្ញាកណ្ដាលនិងរៀបចំការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំក្រសួងអប់រំយុវជននិងកីឡាបានរៀបចំទិវាកីឡាចំនួន3រួមមានទិវាកីឡាដើម្បីទាំងអស់គ្នាទិវាកីឡាអាស៊ាននិងទិវាអាស៊ានហាត់ប្រាណដើម្បីសុខភាពគឺជាការលើកកម្ពស់ការចូលរួមការហាត់ប្រាណនិងលេងកីឡាគ្រប់ស្រទាប់ប្រជាពលរដ្ឋសិស្សនិស្សិតដើម្បីលើកកម្ពស់សុខភាពប្រជាជនតាមសកម្មភាពកីឡាផ្សេងៗរួមចំណែកអភិវឌ្ឍមូលធនមនុស្សមានគុណភាពខ្ពស់និងសុខភាពល្អជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅអភិវឌ្ឍប្រទេសជាតិដើម្បីរួមចំណែកបង្កើនគុណភាពអប់រំការលើកកម្ពស់សកម្មភាពអប់រំកាយនិងកីឡានៅក្នុងសាលារៀនក្រសួងយកចិត្តទុកដាក់ឲ្យគ្រប់គ្រឹះស្ថានសិក្សាអនុវត្តម៉ោងអប់រំកាយនិងកីឡាក្នុងម៉ោងសិក្សា2ម៉ោងក្នុងមួយសប្តាហ៍ក្នុងនោះក្រសួងអប់រំយុវជននិងកីឡាបានរៀបចំទិវាអប់រំកាយជារៀងរាល់ឆ្នាំក្នុងន័យជំរុញនិងលើកកម្ពស់បំផុសវប្បធម៌អប់រំកាយដើម្បីទាំងអស់គ្នាទំនាក់ទំនងរវាងសាលារៀននិងសហគមន៍និងបង្ហាញពីលទ្ធផលសិក្សារបស់សិស្សក្នុងការលើកកម្ពស់គុណភាពអប់រំកាយនិងកីឡាក្រសួងយកចិត្តទុកដាក់លើកកម្ពស់អប់រំកាយនិងកីឡាក្នុងការបណ្ដុះបណ្ដាលគ្រូអប់រំកាយនិងកីឡាក្របខ័ណ្ឌ 12+2 និង 12+4 ជាពិសេសការដំឡើងគុណវុឌ្ឍិគ្រូអប់រំកាយនិងកីឡាកែលម្អកម្មវិធីបណ្ដុះបណ្ដាលសៀវភៅកម្មវិធីសិក្សាសៀវភៅសិក្សាគោលតាមមុខវិជ្ជានិងកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡានៅគ្រប់កម្រិតគ្រប់រាជធានីខេត្តក្រសួងអប់រំយុវជននិងកីឡាបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការដោយសហការជាមួយអង្គការបេះដូងមាស Heart of Gold ក្នុងការបណ្ដុះបណ្ដាលគ្រូអប់រំកាយនិងកីឡាក្រោមកម្មវិធីបណ្ដុះបណ្ដាល 12+2 និង 12+4 ក្នុងការកែសម្រួលលើកម្មវិធីសិក្សាសៀវភៅក្របខ័ណ្ឌកម្មវិធីសិក្សាសៀវភៅសិក្សាគោលសៀវភៅកម្មវិធីសិក្សាលម្អិតរៀបចំអភិវឌ្ឍប្រព័ន្ធ Credit អភិវឌ្ឍគុណវុឌ្ឍិគ្រូនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកទុននិងផ្នែករឹងការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងការសិក្សារបស់គរុសិស្សគរុនិស្សិតនិងការបង្រៀនរបស់គ្រូការរៀបចំប្រព័ន្ធគ្រប់គ្រងបណ្ណាល័យការបង្កើតប្រព័ន្ធធ្វើតេស្តកាយសម្បទាសិស្ស App Fitness Test ការកសាងអគារសិក្សាថ្មីកម្ពស់3ជាន់ក្នុងគោលបំណងប្រែក្លាយវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាឈានទៅការបណ្ដុះបណ្ដាលកម្រិតឧត្តមសិក្សាដើម្បីធ្វើការបវិវត្តកម្មកីឡា Digital មុនដំណើរការប្រកួតក្រសួងបានរៀបចំប្រព័ន្ធចុះឈ្មោះការប្រកួតពិនិត្យនិងតាមដានព័ត៌មាននានាដោយការចុះឈ្មោះតាមប្រភេទកីឡាចុះឈ្មោះតាមវិញ្ញាសានិងចុះឈ្មោះតាមឈ្មោះ Entry by Sport by Number and by Name ព្រមទាំងផលិតទស្សនាវដ្តីកីឡាបែប Digital ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញក្នុងនោះអនុវិស័យអប់រំកាយនិងកីឡានឹងកំពុងរៀបចំប្រព័ន្ធព័ត៌មានវិទ្យាដើម្បីគ្រប់គ្រងទិន្នន័យកីឡាក្រសួងបានសហការជាមួយអង្គការបេះដូងមាសក្នុងការផលិត App ដើម្បីគ្រប់គ្រងទិន្នន័យព័ត៌មាននៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាក្រសួងអប់រំយុវជននិងកីឡាបានរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិនានាដើម្បីពង្រឹងសមត្ថភាពមន្ត្រីរៀបចំការប្រកួតអាជ្ញាកណ្ដាលចៅក្រមកីឡាករកីឡាការិនីក្នុងនោះបានរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ2025ក្រោមប្រធានបទកីឡាដើម្បីសុខភាពសិក្សាដើម្បីលើកទឹកចិត្តដល់អ្នកលេងកីឡានិងអ្នកដែលមានឧបនិស្ស័យដើម្បីជ្រើសរើសបានជាកីឡាករកីឡាការិនីថ្នាលល្អៗ
ចូលរួមក្នុងការវឹកហាត់ត្រៀមលក្ខណៈចូលរួមប្រកួតនៅលើឆាកជាតិនិងអន្តរជាតិនានាបង្កលក្ខណៈឲ្យសិស្សជួបជុំគ្នាស្គាល់គ្នាចងមិត្តភាពសាមគ្គីភាពដើម្បីចេះរួមរស់ជាមួយគ្នានៅក្នុងសង្គមនិងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ2025ក្រោមប្រធានបទកីឡាបង្កើនបញ្ញាស្មារតីដើម្បីប្រមូលផ្ដុំសិស្សានុសិស្សដែលស្រឡាញ់វិស័យកីឡាមានឱកាសបានចូលរួមប្រកួតប្រជែងក្លាយជាកីឡាករកីឡាការិនីដែលមានកម្រិតខ្ពស់អាចឈានដល់ការចូលរួមប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកម្ពុជានាពេលអនាគតការហាត់វឹកវើក្រុមកីឡាជម្រើសជាតិនឹងថ្នាលទាំងក្នុងនិងក្រៅប្រទេសដើម្បីឧត្តមភាពគុណផលកីឡានិងកិត្យានុភាពជាតិក្រសួងបានយកចិត្តទុកដាក់បានធ្វើការប្រមូលផ្ដុំហាត់វឹកវើក្រុមកីឡាជម្រើសជាតិវឹកហាត់ក្នុងនិងក្រៅប្រទេសចំនួន756នាក់លើ39ប្រភេទកីឡារយៈពេល8ខែការប្រមូលផ្ដុំហាត់វឹកវើក្រុមកីឡាជម្រើសជាតិជនមានពិការភាពវឹកហាត់ក្នុងប្រទេសចំនួន112នាក់លើ9ប្រភេទកីឡារយៈពេល8ខែការប្រមូលផ្ដុំហាត់វឹកវើក្រុមកីឡាថ្នាលវឹកហាត់ក្នុងប្រទេសចំនួន164នាក់លើ19ប្រភេទកីឡារយៈពេល9ខែការប្រមូលផ្ដុំហាត់វឹកវើក្រុមកីឡាយុវជនមានពិការភាពវឹកហាត់ក្នុងប្រទេសចំនួន36នាក់លើ4ប្រភេទកីឡារយៈពេល9ខែក្រៅពីការហាត់វឹកវើរយៈពេល8ខែក្រសួងបានបញ្ជូនប្រតិភូកីឡាចូលរួមប្រកួតលក្ខណៈអន្តរជាតិក្នុងនិងក្រៅប្រទេសចំនួន21លើកនិងចំនួនប្រតិភូកីឡា910នាក់ជាលទ្ធផលកម្ពុជាទទួលបានមេដាយសរុប214គ្រឿងមាស70ប្រាក់78និងសំរឹទ្ធ66ចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោកទទួលបានមេដាយមាស7គ្រឿងមេដាយប្រាក់11គ្រឿងនិងសំរឹទ្ធ7គ្រឿងចូលរួមការប្រកួតជើងឯកអាស៊ីទទួលបានមេដាយមាស7គ្រឿងប្រាក់10គ្រឿងនិងសំរឹទ្ធ11គ្រឿងចូលរួមការប្រកួតកីឡាជើងឯកអាស៊ីអាគ្នេយ៍ទទួលបានមេដាយមាស11គ្រឿងប្រាក់17គ្រឿងនិងសំរឹទ្ធ35គ្រឿងចូលរួមការប្រកួតកីឡាយុវជនអាស៊ីហ្គេមលើកទី3នៅប្រទេសបារ៉ែនលើ14ប្រភេទកីឡាចំនួន71នាក់ជាលទ្ធផលកីឡាករកីឡាការិនីកម្ពុជាដណ្ដើមបានមេដាយ4គ្រឿងក្នុងនោះមេដាយប្រាក់2គ្រឿងនិងមេដាយសំរឹទ្ធ2គ្រឿងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី5កម្ពុជាដណ្ដើមបានមេដាយ11គ្រឿងក្នុងនោះមេដាយមាស4គ្រឿងប្រាក់4គ្រឿងនិងមេដាយសំរឹទ្ធ3គ្រឿងចូលរួមការប្រកួតកីឡាសិស្សអាស៊ានលើកទី4នៅប្រទេសប្រ៊ុយណេជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយសរុប2គ្រឿងមេដាយប្រាក់1គ្រឿងនិងមេដាយសំរឹទ្ធ1គ្រឿងលើប្រភេទកីឡាបញ្ចសិល័តក្រសួងអប់រំយុវជននិងកីឡាបានកែសម្រួលនិងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងទីភ្នាក់ងារប្រឆាំងដូប៉ាកម្ពុជាឲ្យទទួលបានអនុលោមភាពពេញលេញនិងបានផ្សព្វផ្សាយអប់រំការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាដល់មន្ត្រីកីឡាសិស្សានុសិស្សបានចំនួន9ខេត្តផ្សព្វផ្សាយអប់រំការប្រឆាំងដូប៉ាក្នុងវិស័យកីឡាតាមសហព័ន្ធកីឡាជាតិតាមប្រព័ន្ធ ADEL និងផ្សព្វផ្សាយអប់រំការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាដល់អត្តពលិកជម្រើសជាតិអំឡុងពេលប្រមូលផ្ដុំព្រមទាំងអត្តពលិកចូលរួមការប្រកួតកីឡាថ្នាក់ជាតិអន្តរជាតិនានានិងមន្ត្រីកីឡាកីឡាករកីឡាការិនីក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនិងសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ2025និងបានចូលរួមសន្និសីទនិងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសម៉ាឡេស៊ីប្រទេសបារាំងនិងប្រទេសកូរ៉េអនុវិស័យអប់រំកាយនិងកីឡាបានសម្រេចតាមសូចនាករយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងសូចនាករកម្រិតក្រសួងដោយទទួលបានលទ្ធផលគួរជាទីមោទនៈព្រមជាមួយការរៀបចំនិងសហការរៀបចំព្រឹត្តិការណ៍កីឡាជាតិនិងអន្តរជាតិធំៗនៅក្នុងប្រទេសយ៉ាងផុលផុសដោយមានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណៈនៃសង្គមបានលើកកម្ពស់កិត្យានុភាពនិងឧត្តមភាពជាតិនិងជាចលករជំរុញឲ្យយុវជនលេងកីឡាជាប្រចាំឈានទៅចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិតក៏ដូចជាចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋតាមសកម្មភាពកីឡាផ្សេងៗរួមចំណែកអភិវឌ្ឍមូលធនមនុស្សមានគុណភាពខ្ពស់និងសុខភាពល្អជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅអភិវឌ្ឍប្រទេសជាតិសមិទ្ធផលដែលសម្រេចបានកន្លងមកដោយសារមានសាមគ្គីភាពផ្ទៃក្នុងកិច្ចសហការល្អរវាងក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាគណៈកម្មាធិការជាតិប៉ារ៉ាឡ িম্প ិកកម្ពុជាសហព័ន្ធកីឡាជាតិអង្គភាពមន្ត្រីទាំងអស់ក្រោមអគ្គនាយកដ្ឋានកីឡាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងការខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់ជាពិសេសការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់របស់សហព័ន្ធកីឡាជាតិថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិគ្រូបង្វឹកកីឡាករកីឡាការិនីមន្ត្រីបច្ចេកទេសក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃអង្គភាពកងយោធពលខេមរៈភូមិន្ទអង្គភាពកីឡាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអង្គការដៃគូអង្គការបេះដូងមាសទើបធ្វើឲ្យសមិទ្ធផលជាផ្លែផ្កាដែលកម្ពុជាទទួលបានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី32ឆ្នាំ2023នៅកម្ពុជាប្រកបដោយជោគជ័យនិងទទួលសមិទ្ធផលត្រចះត្រចង់ក្រសួងអប់រំយុវជននិងកីឡាសូមថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធទាំងអស់និងវិស័យឯកជនក្រុមហ៊ុនឧបត្ថម្ភដែលបានចូលរួមចំណែក
គាំទ្រដល់ការអភិវឌ្ឍអប់រំកាយនិងកីឡានៅកម្ពុជា។